បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរខ្ញុំបាទនឹងចែករំលែកអ្នកទាំងអស់គ្នាពាក់ព័ន្ធនឹងវិធីធ្វើសូដារហូតដល់ទៅ3ប្រភេទបាទ3ប្រភេទទៅកាន់អ្នកទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាស្គាល់ឬក៏ដឹងហើយថាប្រភេទសូដាយើងមាន2ប្រភេទដបនេះហើយនិងប្រភេទសូដាយើងដបធម្មតាយើងកោសធម្មតាតែយើងប្រើប្រភេទនេះគឺវាល្អជាងអញ្ចឹងបងប្អូនណាដែលអត់ទាន់ចេះក៏ដូចជាចង់ចេះខ្ញុំនឹងចែករំលែកបាទខ្ញុំមិនមែនជាអ្នកចេះអីណាទេគាត់ថាគាត់តែជាវីដេអូចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអ្នកចេះច្រើនចែករំលែកអ្នកចេះតិចអ្នកចេះតិចចែករំលែកទៅកាន់អ្នកអត់ចេះបាទអូខេតោះអញ្ចឹងប្រភេទសូដានេះបងប្អូនប្រើទៅសូដានេះមួយអាចធ្វើភេទជ្ជៈបាន3ប្រភេទអញ្ចឹងវិធីធ្វើងាយជាដំបូងបងប្អូនត្រូវចាក់ទឹកចូលសិនអញ្ចឹងប្រភេទទឹក យើងប្រើទឹក1លីត្រកន្លះនេះទឹកសុទ្ធនេះ1លីត្រកន្លះហើយជាសូមបញ្ជាក់បន្តិចទឹកនេះគឺទឹកត្រជាក់ណាបងប្អូនទឹកត្រជាក់ហាមយកទឹកធម្មតាដែលវាអត់ត្រជាក់ទៅអញ្ចឹងយើងដោះវាចេញមកនេះឃើញអត់អានេះមួយត្រឹមតែ20រៀលទេយើងប្រើបានរហូតនេះយើងចាក់ទឹក1លីត្រកន្លះនេះចូលមកនេះញ៉ាំនេះអញ្ចឹងវាថាមួយដបនេះគឺយើងធ្វើភេទជ្ជៈបានច្រើនកែវណាមើលតាមជាក់ស្ដែងយើងដាក់វាបើសិនមកវាពេញយើងឆ្នៃវានេះទៅសល់ប៉ុណ្ណឹងបើសិនមកវាពេញយើងអាចទុកវាបានធម្មតាយើងប្រើវានេះចិត្តពេញឃើញអត់នេះចិត្តពេញនេះមកបន្ទាប់មកទៀតយើងដាក់អានេះចូលរកវាទៅវិញមកនេះមានន័យថាអាត់ទឹកក៏ត្រជាក់ដបសូដានេះក៏ត្រូវតែត្រជាក់ដែរទៅមកយើងមូលវាចេញមកជាស្រ័យផ្ដាសាយនេះមូលមកហើយយើងយកក្របនេះចូលនេះគឺជាប្រភេទក្របសូដាមកក្របនេះយើងអាចប្រើទឹកបាន1លីត្រកន្លះអូខេពេលយើងដាក់ចូលមកចាំមើលសំឡេងនេះវាត្រូវចាំមើលណាវាសំឡេងបងប្អូនអញ្ចឹងនៅពេលដែលយើងមូលវាចិត្តហើយបញ្ជាក់បងប្អូនអស់ទៀតហើយក៏សូមអធិស្ឋានបងប្អូនផងដែរទឹក1លីត្រកន្លះយើងប្រើមកក្របមែនប៉ុន្តែយើងកុំដាក់អានេះពេញពេកបើមិនយើងដាក់ទឹកក្នុងនេះពេញពេកយើងច្បាច់ទៅវាអត់ចេញទេអូខេអញ្ចឹងយើងឧទាហរណ៍ច្បាច់ថាមើលណានេះគឺវាមានន័យថាវាអូខេហើយយើងអាចប្រើបានហើយអញ្ចឹងភេទជ្ជៈដែលខ្ញុំចង់ធ្វើថ្ងៃនេះវាមាន3ប្រភេទអញ្ចឹងប្រភេទទី1ដែលខ្ញុំចង់ធ្វើនេះគឺប្រភេទផាសិនសូដាបាទនេះគឺជាផាសិនដែលទឹកផាសិនដែលខ្ញុំបានច្បាច់យកពីផ្លែផាសិនហ្នឹងណាអញ្ចឹងយើងដាក់មកនេះផាសិនសូដានេះកៅក្រិតយើងដាក់ចំនួន50 ml 50 ml ហ្នឹងមកបាទបន្ទាប់ពីយើងចាក់ផាសិនចំនួន50 ml ចូលកែវហើយបន្តមកទៀតគឺយើងប្រើទឹកស្ករចំនួន50ដូចគ្នាអញ្ចឹងរូបមន្តផាសិនសូដាហ្នឹងគឺវាងាយមានន័យថាផាសិន50ទឹកស្ករ50 ml ដូចគ្នាហើយបងប្អូនណាអត់ទាន់ចេះធ្វើកូរទឹកស្ករអាចទៅមើលវីដេអូបានខ្ញុំបានបង្រៀនរួចអស់ហើយអូខេតាអញ្ចឹងយើងកូរវាឲ្យសព្វចឹងមកនេះកូរវាអញ្ចឹងមកប៉ុន្តែយើងទៅដាក់សូដាឯណាយើងដាក់ទឹកកកចូលសិនមកយើងយកសូដាដែលយើងបានធ្វើហើយនោះនេះបាញ់ចូលមកនេះងាយមានអីពិបាកទេបងអាចមើលតាមជាស្ដែងបានអានេះជាភេទជ្ជៈគេហៅថា Percent សូដាហើយ Percent សូដានេះសម្រាប់រូបមន្តនេះកៅលេខ22ហើយបងប្អូនអាចលក់ក្នុងតម្លៃ 3000 បាន 3000 អញ្ចឹងខ្ញុំនឹងធ្វើមួយមុខទៀតមួយមុខទៀតនេះគេហៅថា Strawberry Soda ហើយខ្ញុំចាក់ចាញ់សិន Strawberry Soda ពីព្រោះ Strawberry Soda នេះគឺយើងប្រើ Strawberry ចំនួន40 ml ប៉ុន្តែយើងអត់ចាំបាច់ប្រើទឹកស្ករឬក៏ទឹកដោះគោខាប់ទេពីព្រោះថា Strawberry គឺវាផ្អែមស្រេចហើយនេះ នេះគឺ strawberry
40 ml ទៅ 50 ml ដូចគ្នាសម្រាប់បងប្អូនចូលចិត្តផ្អែមណាគាត់ថារូបមន្តដែលមានរសជាតិមកល្មម40 ml អញ្ចឹងខ្ញុំចាក់ចូលបែបនេះនេះអញ្ចឹងមកចំពោះ strawberry គឺយើងត្រូវធ្វើវាយកម៉ូតតែបែបនេះកាយវាបែបនេះបងប្អូនអាចរកទិញដល់ strawberry សាយរ៉ាប់នេះនៅតាមហាងបានមានតាមតូបមានច្រើននេះឃើញទេបាទគឺវាបែបនេះដល់មកក៏យើងដាក់ទឹកកកចូលមកអានេះក៏វាបានងាយប្រភេទសូដានេះគឺវាបានច្រើនបែបមានថាយើងប្រើទៅទិញទៅ10សូដានឹងមួយមកគ្រាប់សូដាមកទឹកយើងត្រជាក់មកយើងអាចប្រើបានភេទត្រជាក់បានច្រើនមុខនេះបងប្អូនអាចធ្វើការតេស្តបានការបង្រៀននេះក៏មានគិតលុយអីទេ free តែម្ដង strawberry soda passion soda ឥឡូវយើងធ្វើមួយមុខទៀតឲ្យមួយទៀតតែម្ដងនេះអានេះគេហៅថា blueberry soda អញ្ចឹងយើងធ្វើ blueberry soda មួយកែវទៀតមានថាបងប្អូនសូដាតែមួយយើងអាចធ្វើបានច្រើនប្រភេទមែនទេវាមានច្រើនបែបច្រើនមុខទៀតប៉ុន្តែនេះខ្ញុំលើកឡើងតែ3ប្រភេទតែប៉ុណ្ណោះអញ្ចឹង blueberry soda និង strawberry soda វាអត់មានខុសគ្នាទេដូចតែគ្នាទេយើងយកពី40ទៅ50 ml ដូចគ្នានេះចាក់ចូលបែបហ្នឹងមកចំពោះបងប្អូនដែលចូលចិត្តផ្អែមខ្លាំងជាងនឹងទៀតអាចប្រើទឹកស្ករបន្ថែមបានអាហ្នឹងគេប្រើទឹកស្ករគេអត់ប្រើទឹកដោះគោខាប់ទេអាចមើលបានអូខេអញ្ចឹងខ្ញុំដាក់កកចូលអូខេយើងបាញ់សូដាដូចមិញចូលដូចគ្នាយើងទៅលុកឲ្យវាគះវាឡើងមកវិញនេះនេះវ៉ាវយើងបានភេទជ្ជៈមួយទៀតបានទៅហើយគឺ blueberry soda អញ្ចឹងទាំង3មុខនេះគឺជាការបង្ហាញរបស់ខ្ញុំបាទនេះគឺជា strawberry soda blueberry soda ជាមួយនឹង passion soda អញ្ចឹងចំពោះ3កែវនេះបងប្អូនអាចលក់មួយកែវ 3000 ឡើងបាន 3000 ឡើងណា 3000 ឡើងអញ្ចឹងងាយនេះក្របវាអញ្ចឹងមានថាបងប្អូនចំណេញយើងអាចប្រើទៅ10សូដានេះមួយធ្វើភេទជ្ជៈបាន3មុខនេះអានេះក៏នៃការចម្លែក3មុខវាមានច្រើនបែបទៀតវាមានក្រូចឆ្មាសូដាវាមានលូហាវ៉ៃសូដាវាមាននិយាយទៅមានច្រើនប្រភេទទៀតអញ្ចឹងវីដេអូការចម្លែក3មុខនេះអំពីសូដាមានតែប៉ុណ្នេះអញ្ចឹងចំពោះកំហុសឆ្គងតាណាដែលរៀបរាប់មិនច្បាស់លាស់សូមបងប្អូនខន្តីអធិស្ឋានអភ័យទោសហើយនេះក៏ជាវីដេអូចែករំលែកចំណេះដឹងបន្តិចបន្តួចប៉ុណ្ណោះទៅកាន់អ្នកទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ